បាទថ្ងៃនេះខ្ញុំមកប្រាប់បងៗទាំងអស់គ្នាពីរបៀបភ្ជាប់កាមេរ៉ាប្រើកម្មវិធី Ocam Pro អញ្ចឹងយើងចូល Play Store មកហើយយើងចូលកន្លែង Search មកហើយយើងវាយអក្សរ O នេះមកហើយយើងដាក់សញ្ញាដកនេះវាលោតនៅខាងលើនេះអញ្ចឹងយើងចុចលើឈ្មោះហ្នឹងមកនេះកម្មវិធីរបស់វាអញ្ចឹងចុច down វាមកតែខ្ញុំ down ហើយខ្ញុំមិនបាច់ down ទៀតទេអញ្ចឹងបើយើងអត់ទាន់មានយើង down វាមកបន្តមកទៀតយើងចូលយើង download ហើយយើងចូលកម្មវិធីវាមកហើយយើងចូលកន្លែងសញ្ញាមូលនេះចុចវាមកបន្តមកយើង agree នេះបន្តមកទៀតយើងបដូរភាសាបដូរប្រទេសអញ្ចឹងយើងយក Cambodia មកនេះវាលោត Cambodia អីអញ្ចឹងចន្លោះនេះយើងវាយ Gmail របស់យើងចូលអញ្ចឹងបើយើងអត់មាន Gmail ទេយើងបង្កើត Gmail មួយមកតែជាទូទៅប្រភេទពួក Android តែងតែមាន Gmail ហើយអញ្ចឹងនេះចូលឡើង profile មកឃើញឈ្មោះ Gmail របស់យើងអីចឹងយើងវាយឈ្មោះនឹងចូលមកឈ្មោះនឹងមិនខ្លះយើងត្រូវវាយឲ្យដូចឈ្មោះហ្នឹងណាអញ្ចឹងនេះខ្ញុំវាយរបស់ខ្ញុំចូលអញ្ចឹងយើងវាយអស់ហើយយើងចុចគ្រីសកន្លែងនេះមួយចុចនេះចុចទៅវាចេញពណ៌ខៀវកន្លែងនេះហើយយើងចុចបញ្ជូនទៅវានឹងផ្ញើសារលេខកូដ4ខ្ទង់ចូល Gmail បាញ់មិញហ្នឹងណាអញ្ចឹងយើងចូលកម្មវិធី Gmail យើងដែរមកនេះឃើញវាផ្ញើលេខកូដមកឈ្មោះកាមេរ៉ានេះអញ្ចឹងយើងចុចលើវាមួយមកវាមានលេខកូដ4ខ្ទង់នេះហើយអញ្ចឹងលេខកូដនឹងប្រមាណយើងវាយចូលក្នុងចន្លោះហ្នឹងឲ្យត្រូវមកអញ្ចឹងបានវាឲ្យតែអញ្ចឹងគឺវាឲ្យបើកដំណើរការកម្មវិធីហ្នឹងទេអញ្ចឹងយើងចុចអាខាងលើនេះមកនិយាយទៅវាលោតអីក៏ដោយយើងចុច allow ទាំងអស់មកយើងកុំបដិសេធទេយើងយកអនុញ្ញាតទាំងអស់មកតមកទៀតយើងដំណើរការកាមេរ៉ាយើងហើយយើងត្រូវចុច reset កាមេរ៉ាសិនវាមានប្រភេទប៊ូតុង reset ទាំងអស់កាមេរ៉ាយើងណាមិនថាចុចប្រភេទចាក់អញ្ចឹងឲ្យតែមានយើង reset វាសិនមុននឹងយើងភ្ជាប់យើងចុចតវាឮសំឡេងថា reset មកហើយពេលដែលវាវិលហើយចាំយើងធ្វើការភ្ជាប់វាឥឡូវនេះវាឮសំឡេងហើយអញ្ចឹងយើងចាំបន្តិចសិនតវាចាប់ផ្ដើមសារឡើងវិញសិនវាវិលហើយសិនឥឡូវនេះវាវិលចប់ហើយចាំបន្តមកទៀតយើងចូលសញ្ញាបូកចូលអាក្រោមនេះក៏បានលើនេះក៏បានដែរអញ្ចឹងចូលសញ្ញាបូកមកហើយយើងចុចអនុញ្ញាតទាំងអស់អនុញ្ញាតឡើងនេះទៀតបន្តមកទៀតវាចេញកាមេរ៉ាបែបនេះយើង scan QR code នៅលើកាមេរ៉ារបស់យើងមក QR code ខាងលើនេះយើង scan ចំ QR code ហ្នឹងមកតោះមកយើងចុចគ្រីសនៅចំណុចនេះមួយទៀតយើងចុចនៅចិត្តមកយើងរងចាំវាវិលបន្តិចតមកទៀតយើងចុច set now នេះមកយើងបើក location ដើម្បីឲ្យវា connect ជាមួយ Wi-Fi ចុចថយវិញមកនេះ Wi-Fi វាលោតឈ្មោះមកហើយអញ្ចឹងយើងវាយ password Wi-Fi យើងចូល password បានយើងវាយប៉ុណ្ណឹងមកកុំវាយតាម password ដូចខ្ញុំនេះ Wi-Fi របស់ខ្ញុំទេអញ្ចឹងបង password បានចុចត្រូវមកហើយយើងចុច next ចុចកន្លែងនេះទៀតមកតមកយើងឲ្យកាមេរ៉ាយើង scan QR code ដែលវាកំពុងតែ load ហ្នឹងណាហើយយើងដាក់តវាលឺទៀតចាំយើងតម្លាក់ដៃចុះចឹងឥឡូវវាលឺហើយចឹងយើងរងចាំផ្លែសិនទៅឥឡូវនេះវាមក connect ជាមួយ Wi-Fi
ចឹងយើងរងចាំបន្តិចទៀតហ្នឹងហើយបើយើងចង់ភ្ជាប់តាម Bluetooth ក៏បានដែរវាលឿនជាងហ្នឹងតែនេះខ្ញុំបញ្យល់សម្រាយទេហើយ Wi-Fi យើងកុំយក 5G យកធម្មតាមកឥឡូវមកដល់ចំណុចនេះកន្លែងដាក់ឈ្មោះវាយើងចង់សរសេរបន្ថែមដាក់ឈ្មោះវាអីក៏បានដែរបើយើងចង់សរសេរយើងជ្រើសរើសក៏បានចុច next មកតមកទៀតយើងយកខាងក្រោមកុំយក archive យក skip នេះមកតមកទៀតយើងកុំយក archive យើងយកពណ៌សនេះ no thing នេះឥឡូវនេះយើងភ្ជាប់វាបានហើយ